បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទនេះគឺជាទស្សនវិជ្ជានៅក្នុងបណ្ដាលសីមាវត្តបទុមប្រជុំនាទីអូឈូកដែលកំពុងតែរៀបចំពិធីបិណ្ឌបញ្ចុះខណ្ឌសីមានៅថ្ងៃសុក្រសៅរ៍អាទិត្យ4-5-600 ខែមិញឆ្នាំម្សាញ់ពុទ្ធសករាជ2569បាទត្រូវនឹងថ្ងៃទី6-7-8 ខែកុម្ភៈឆ្នាំ2026បាទជើងទេសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនានៅមណ្ឌលវត្តបទុមប្រជុំនាទីអូឈូកខាងក្នុងបរិវេណវត្តទាំងអស់គ្នាបាទវត្តបទុមប្រជុំនាទីអូឈូកគឺស្ថិតនៅឃុំងាយហុងឃុំតាប់ងាយស្រុកខេត្តវិញឡុងបាទនេះគឺជាអាសយដ្ឋានថ្មីអាសយដ្ឋានចាស់គឺភូមិអូឈូកឃុំតាប់ងាយស្រុកកញ្ចោងខេត្តត្រាវិញបាទអញ្ចឹងទេគឺនេះគឺជាទស្សនវិជ្ជាគឺផ្លូវស្វាគមន៍ដំណើរនៅភ្ញៀវកិត្តិយសទាំងឡាយដែលមកពីចាត់ទទិសចូលមករួមនៅក្នុងកម្មវិធីបិណ្ឌបញ្ចុះខណ្ឌសីមាបាទបិណ្ឌបញ្ចុះខណ្ឌសីមាគឺជាបិណ្ឌមួយសំខាន់នៅក្នុងព្រះពុទ្ធសាសនាបើសិនជាព្រះវិហារឬរបបឧបោសថធ្វើហើយមិនបានធ្វើសីមាទេគឺសង្ឃកម្មទាំងឡាយមិនអាចប្រព្រឹត្តទៅបានទេសង្ឃកម្មទាំងឡាយមានដូចជាឧបសម្បទាហើយនឹងកឋិនទានបាទបើខ្វះសីមាទេគឺកឋិននោះមិនឡើងទេហើយឧបសម្បទាក៏ធ្វើមិនឡើងដែរបាទហើយនេះខាងក្នុងគឺជាទស្សនវិជ្ជានៃព្រះវិហារបាទព្រះវិហារដែលកសាងរួចជាស្រេចអញ្ចឹងសូមជម្រាបពុកម៉ែបងប្អូនទស្សនានៅទស្សនវិជ្ជាបរិវេណជុំវិញវត្តបទុមនាទីអូឈូកទាំងអស់គ្នាបាទហើយនេះគឺជារោងមហាសាលដែលរៀបចំរួចស្រេចជាស្ថាពរហើយថ្ងៃនេះគឺជាថ្ងៃ300 ខែមិញថ្ងៃនេះរសៀលនេះគឺចាប់ផ្ដើមចូលកម្មវិធីបិណ្ឌហើយបាទចូលបិណ្ឌរសៀលវេលាម៉ោង 5 នឹងមានរៀបចំពិធីរៀបចំពិធីក្រុងបាលីសែនថ្វាយដល់អរតិកអរដីសូមម្ចាស់ទឹកម្ចាស់ដីដើម្បីធ្វើបិណ្ឌបញ្ចុះខណ្ឌសីមាបាទទេសូមជម្រាបបងប្អូនរកចាំទស្សនានៅទស្សនវិជ្ជាសែនពិធីសែនក្រុងបាលីទាំងអស់គ្នាបាទហើយក្នុងការនេះដែរគឺមានការផ្សាយបន្តចេញពី Facebook វត្តបទុមប្រជុំនាទីអូឈូកផងដែរបាទចឹងសូមពុកម៉ែបងប្អូនទាំងអស់រងចាំទស្សនានៅការផ្សាយបន្តនៅពេលរសៀលនេះបាទសូមរតនានិមន្តហើយខាងនេះគឺជាពុទ្ធប្រវត្តិមណ្ឌលពុទ្ធប្រវត្តិមណ្ឌលពុទ្ធប្រវត្តិរៀបចំនៅរឿងរ៉ាវនៃព្រះសម្មាសម្ពុទ្ធបាទរៀបចំយ៉ាងស្រស់ស្អាតបាទយើងទៅខាងកើតនៃព្រះវិហារគឺមានស្រះមួយចលិនព្រឹកស្អែកគឺមានកម្មវិធីកាត់កសែបូនៅខាងកើតនៃព្រះវិហារបាទយើងសូមអញ្ជើញពុកម៉ែបងប្អូនយើងទស្សនាទាំងអស់គ្នាបាទបាទខាងនេះគឺជាខាងកើតព្រះវិហារកន្លែងនេះគឺព្រឹកស្អែកនៅថ្ងៃ400 ខែមិញនឹងរៀបចំពិធីកាត់កសែបូនៅខាងសម្ពោធនៅឆ្លងព្រះវិហារថ្មីបាទរួចដល់ថ្ងៃ6រោចទៅកាត់គ្រឹះសីមាបាទអញ្ចឹងសូមអញ្ជើញពុកម៉ែបងប្អូនតាមដានទស្សនានៅទស្សនវិជ្ជាទាំងអស់គ្នាបាទនេះខាងកើតនៃព្រះវិហារសូមបញ្ជាក់ផ្សាយជាថ្មីផងដែរព្រះវិហារវត្តបទុមប្រជុំនាទីអូឈូកគឺស្ថិតនៅភូមិងាយហុងឃុំតាប់ងាយស្រុកកញ្ចោងខេត្តត្រាវិញបាទហើយខាងនេះគឺជាស្រះមុចលិនរៀបចំបែបជាស្រះមុចលិនដើម្បីសក្ការៈបូជាបាទអាសាតារតនបូជាសូមជើញពុកម៉ែបងប្អូនទស្សនាបើសិនជាបងប្អូននៅក្បែរសូមជើញមកទស្សនាមកបន្សានឬមកបំពេញនៅកសលឬមកបងបំពង់នៃឬសីមាទាំងអស់គ្នាដើម្បីបានជាកុសលទៅអនាគតបាទហើយខាងនេះគឺជាកន្លែងដែលរៀបចំពិធីក្រុងបាលីបាទរៀបចំពិធីក្រុងបាលីសែនថ្វាយដល់ម្ចាស់ទឹកម្ចាស់ដីឬសុំការអនុញ្ញាតអំពីម្ចាស់ទឹកម្ចាស់ដីដើម្បី
ចូលដើម្បីធ្វើពិធីបិណ្ឌសម្ពុទ្ធឆ្លងសីមានៅរូបអបអរសិទ្ធិគាថ្មីបាទហើយគណៈពេលនេះគឺព្រះសង្ឃកំពុងតែរៀបចំទីកន្លែងដើម្បីធ្វើសែនក្រុងបាលីនៅពេលរសៀលម៉ោង 5 នេះផងដែរបាទហើយក្នុងការចូលរួមនៅក្នុងកម្មវិធីបិណ្ឌនេះផងដែរគឺមានតន្ត្រីប្រពៃណីខ្មែរយើងផងដែរចូលរួមមកសម្ដែងនៅក្នុងកម្មវិធីបិណ្ឌហើយនឹងភ្លេងពិណពាទ្យជាដើមបាទខាងនេះគឺជាក្រុមភ្លេងប្រពៃណីបាទហើយខ្លួនចាស់សូមជម្រាបបងប្អូនយើងឡើងទស្សនានៅខាងលើនៃប្រាវិហារទាំងអស់គ្នាបាទហើយកាលនេះគឺជាជញ្ចាំងប្រាវិហារផ្នែកខាងលិចទៀតខាងលិចបាទមានគូជាផ្ទាំងគំនូព្រះសម្មាសម្ពុទ្ធព្រះអង្គត្រង់ឡើងខាងតាវតិងដើម្បីប្រោះដល់ពុទ្ធមេត្តាបាទឥឡូវយើងជើញចូលទៅខាងក្នុងប្រាវិហារទាំងអស់គ្នាបាទខាងក្នុងប្រាវិហារគឺមានក្បូរក្បាច់រចនាគ្រប់ក្បាច់តម្រង់ខ្មែរយើងទាំងអស់បាទមានពុទ្ធប្រវត្តិបាទនៅតាមទីចាំងហ្នឹងគឺមានគូជាគំនូពុទ្ធប្រវត្តិហើយនឹងរឿងសវណ្ណសាមជាដើមបាទហើយខាងក្នុងនេះគឺជារណ្ដៅសីមាទាំង9បាទរណ្ដៅសីមាទាំង9បាទខាងនោះគឺជាព្រះពុទ្ធអង្គធំបាទថានិយមហៅថាប្រជានេះឯងគឺនៅចំកណ្ដាលនៃតួនៃប្រាវិហារបាទហើយខាងនេះគឺជារណ្ដៅសីមាដែលគណៈកម្មការក៏ដូចជាគណៈមន្ត្រីសង្ឃបានរៀបចំរួចស្រេចជាស្ថាពរហើយថ្ងៃរសៀលនេះថ្ងៃ5 ខែកុម្ភៈនេះគឺជាថ្ងៃចូលបិណ្ឌបាទយើងសូមអញ្ជើញបងប្អូនយើងនៅជិតទៅក្បែរសូមអញ្ជើញមកទស្សនាទាំងអស់គ្នាបាទទោះបីជាកម្មវិធីបានមិនតាន់ចូលក៏ដោយក៏ពុទ្ធបរិស័ទមានស្ទាយជ្រះថ្លាបាននាំយកទៅបច្ច័យក៏ដូចជាគ្រឿងបរិក្ខារមានសៀវភៅទូកទៀតជាដើមមកបងរណ្ដៅសីមានេះតាំងពី4-5 ថ្ងៃមុនមកម្ល៉េះបាទហើយនៅខាងមុខនៃព្រះជីអង្គធំព្រះពុទ្ធអង្គធំគឺមានរៀបជាបកាដ៏ស្រស់ស្អាតបាទរៀបជាបកាដ៏ស្រស់ស្អាតជាងតែសូមជ័យពុកម៉ែបងប្អូនយើងទស្សនាអរគ្នាបាទហើយយើងចេញទៅខាងកើតនៃប្រាវិហារបាទខាងកើតនៃប្រាវិហារដូចខ្ញុំបានជម្រាបចឹងថាកន្លែងនេះព្រឹកស្អែកគឺមានពិធីកាត់កសែបោបាទកាត់កសែបោដើម្បីសម្ពោធឆ្លងប្រាវិហារបាទសម្ពោធឆ្លងប្រាវិហារថ្មីអាការនោះគឺជាស្រះមួយចលិនបាទម៉ែបងប្អូនមកសូមជើញចូលទស្សនាអិចធូក៏ដូចជាសូមប្រាថ្នាសូមនៅសេចក្តីសុខសេចក្តីចម្រើនបាទហើយក៏ផ្លេចសាងនៅអំពើល្អសាងនៅកុសលសម្រាប់អនាគតជាតិបាទបាទដូចជាបានជម្រាបមកអញ្ចឹងនៅខាងនេះមានទីតាំង12រាសីបាទគឺឆ្នាំទាំង12
បាទមានតាំងពីឆ្នាំជូតឆ្លូវខាល់ខោះរោងម្សាញ់មមេមម៉ែវោប្រកាជារៀបកន្លែងនេះគឺមានច្រកខ្លងទ្វារសម្រាប់ចូលទៅអ្នកណាឆុងនឹងវាស័យណាអ្នកណាត្រូវឆ្នាំអ្វីគឺអាចធូបចូលទៅអាចធូបកំពុងសួងអញ្ចឹងណាបាទក៏មានតូតនៅកំពីឬអាននៅកំពីជូនជាសម្រាប់ផងដែរបាទទៅដូចជាបានជម្រាបចឹងកន្លែងនេះគឺជាកន្លែងសែនក្រុងប៉ាលីបាទនៅវេលាម៉ោង 5 រសៀលបាទអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទនៅពេលនេះសូមកាលឡាយទៅសូមអរគុណសូមជម្រាបលា